សួស្តីបងប្អូនដែលចូលចិត្តដាំរុក្ខជាតិទាំងអស់យើងមកមើលផ្ទាំងបាយជូរដែលយើងដាំបានអាយុប្រហែលជាមួយឆ្នាំនេះណាចាប់ដាំមានផ្លែនេះជាកំធំធំចេះនេះប្រហែលជា3អាទិត្យអីទៀតអាចនឹងទុំហើយនេះជាកំខ្លះទូជាកំខ្លះធំតែនេះធំនេះធំតែផ្លែនៅក្តាប់ឡើយទេនេះពូជមួយផ្សេងទៀតពូជនេះផ្លែវាយ៉ាងស្រួចវាមានស្នាមសត្វស៊ីទៀតណានេះស្នាមសត្វស៊ីនេះពូជមួយផ្សេងទៀតនេះផ្លែបានតិចទេនេះពូជមួយទៀតផ្លែទូចមែនតើទូចអញ្ចឹងណាអានេះវានៅកូនខ្ចីឡើយតែវាអត់តន់ធំតែដឹងអាពូជនេះផ្លែទូចហើយដោយសារក្តាប់វាទូចបាទនេះពូជផ្លែយ៉ាងវែងផ្សេងទៀតអានេះពូជផ្សេងមួយទៀតនៅក្តាប់ចឹងចាំមើលយើងជួបគ្នាទៀតដល់ពេលដែលយើងប្រមូលផលឥឡូវយើងចាប់ដើមរុំវារុំការពារសត្វអត់ស៊ីអរគុណច្រើនជួបគ្នាថ្ងៃក្រោយទៀត